សម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរកាសម្រាប់លោកអ្នកដែលកើតឆ្នាំរកានៅក្នុងសប្តាហ៍នេះដែរឃើញថាលោកអ្នកអាចមានអារម្មណ៍ចង់គេហៅថាចង់សុបាយចង់ទៅកំសាន្តទៅលំហែអីចឹងណាចាព្រោះដោយសារលោកអ្នកអាចនឹងទទួលបានគេហៅថាដំណឹងល្អឬភាពជោគជ័យអីមួយអញ្ចឹងនៅក្នុងសប្តាហ៍នេះឃើញថាអាចនឹងមានរឿងរីករាយចូលមកហើយសម្រាប់រឿងលុយកាក់ឃើញថាលោកអ្នកអាចនឹងមានដំណឹងល្អរឿងលុយកាក់ដូចគ្នាហើយឃើញថារឿងលុយកាក់របស់អ្នកនឹងអាចមានឱកាសមានច្រកចេញឬអាចមានពលឺត្រឡប់មកវិញធ្វើឲ្យយើងអាចនឹងមានឱកាសដោះស្រាយបានណាមិនថាលោកអ្នកកំពុងជួបបញ្ហាឬឧបសគ្គអីទេចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងសុខភាពចានៅក្នុងសប្តាហ៍នេះឃើញថាលោកអ្នកត្រូវប្រយ័ត្នបរិវេណក្បាលជង្គង់ចាចង្កេះហើយនឹងខ្នងរបស់យើងតិចព្រោះអាចមានឱកាសឈឺនៅផ្នែកហ្នឹងសម្រាប់តមកទៀតចូលដល់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំឃើញថាលោកអ្នកអាចនឹងមានអារម្មណ៍ថាការងាររបស់យើងអាចថាកន្លងមកយើងអាចធ្វើដោយមិនយកចិត្តទុកដាក់អញ្ចឹងចូលដល់សប្តាហ៍នេះស្រាប់តែលោកអ្នកមានអារម្មណ៍ថាភ្ញាក់ខ្លួនមកវិញយើងត្រូវតែប្រឹងប្រែងធ្វើការងារមកវិញធ្វើឲ្យយើងអាចទទួលបានគេហៅថាឱកាសល្អនិងភាពជោគជ័យជាមួយនឹងការងារអញ្ចឹងណាចាហើយសម្រាប់ការរកស៊ីឃើញថានៅក្នុងសប្តាហ៍នេះត្រូវប្រយ័ត្នដែរនៅកន្លែងរកស៊ីឬក៏អាចថាមុខរបររបស់យើងនឹងអាចមានការប្រកួតប្រជែងនឹងមានអ្នកមកចាំកាច់កងជាមួយយើងអញ្ចឹងលោកអ្នកត្រូវតែព្យាយាមពង្រឹងខ្លួនឯងយ៉ាងមែនតើណាចាសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូវិញសម្រាប់ជីវិតគូរបស់អ្នកនៅក្នុងសប្តាហ៍នេះឃើញថាយើងអាចមានការតស៊ូនិងមានការរួមគំនិតគ្នាឬអាចទទួលបានការចាប់អារម្មណ៍ការយកចិត្តទុកដាក់ពីគ្នាទៅវិញទៅមកបានយ៉ាងល្អណាចាហើយសម្រាប់រឿងស្នេហាសម្រាប់លោកអ្នកដែលនៅទនេចាលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថានៅក្នុងសប្តាហ៍នេះលោកអ្នកអាចនឹងចង់នៅម្នាក់ឯងច្រើនជាងអាចមិនទាន់ហ៊ានបើកចិត្តទទួលអ្នកណាទេណាចាហើយពាក់ព័ន្ធជាមួយរឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកឆ្នាំរកាគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរណានៅក្នុងសប្តាហ៍នេះការធ្វើដំណើររបស់យើងអាចមិនសូវជាអំណោយផលល្អទេចាអញ្ចឹងប្រយ័ត្នមែនទែនការបើកបរផ្សេងហើយចុងក្រោយការធ្វើបុណ្យសម្រាប់លោកអ្នកគឺអាសាធ្វើបុណ្យតាមវត្តអារាមឲ្យបានច្រើនឬធ្វើបុណ្យមួយព្រះសង្ឃណាដើម្បីជាការលើករាសីរបស់យើងពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌ក្រហមពណ៌ទឹកប៊ិចណាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ88ណា